Trước đâyបងប្អូនអ្នកគ្នាថ្ងៃហ្នឹងខ្ញុំមកវាយវីដេអូធ្វើឆៃពៅផ្អែមអត់ដែលវាយវីដេអូអ្នកគ្នាឡើយតែដាក់ភ្លេងតែថ្ងៃហ្នឹងសាកវាយវីដេអូឲ្យអ្នកគ្នាស្ដាប់មិនដែរហើយថ្ងៃហ្នឹងគឺខ្ញុំធ្វើឆៃពៅផ្អែមហើយឆៃពៅហ្នឹងគឺមានស្រាប់ហើយអ្នកគ្នាគាត់តែយើងយកមកលាងទឹកពី3ទឹកឲ្យស្អាតមកឲ្យវារៀងសាបបន្តិចអ្នកគ្នាវាមានជ័យប្រៃតិចតិចដល់ពេលអញ្ចឹងយើងត្រូវលាងទឹកវាឲ្យច្រើនទឹកមកឲ្យវាស្អាតហើយអធិស្ឋានបងប្អូនអរគ្នាពួកអីខ្ញុំប្រើដៃតេហើយពួកអីយើងធ្វើញ៉ាំខ្លួនឯងទេហើយដៃយើងលាងស្អាតទេបងប្អូនអរគ្នាបន្ទាប់ពីយើងលាងទឹកហើយយើងត្រូវនេះយកกระดาษជូតមាត់យើងហ្នឹងយកមកបដិតវាឲ្យស្ងួតឲ្យឆៃពៅហ្នឹងឲ្យវាស្ងួតណាដើម្បីយើងយកទៅហាន់វាបន្ថែមទៀតអធិស្ឋានបងប្អូនអរគ្នាពួកអីវាលឺសលេងម៉ូតូឡានអញ្ចឹងឯងពួកអីផ្ទះខ្ញុំនៅចិត្តផ្លូវអ្នកគ្នាបន្ទាប់ពីយើងបដិតវាឲ្យស្ងួតទឹកហើយបន្ទាប់មកយើងវាឆៃពៅយើងមកហាន់មកអ្នកគ្នាមកហាន់ស្ដើងមកល្មមយើងអាចញ៉ាំបានណាហើយបន្ទាប់ពីយើងហាន់ឆៃពៅហើយយើងមានខ្ទឹមសតិចមកយើងមកដំណាក់ក៏បានបើអ្នកទាំងគ្នាចង់ហាន់ស្ដើងក៏បានដែរអាហ្នឹងតាមចំណូលចិត្តបងប្អូនអ្នកគ្នាញ៉ាំប៉ុន្តែបើខ្ញុំដំវាហើយច្រាមវារៀងម៉ត់ហើយនឹងខ្ញុំយកទៅដាក់នៅក្នុងឆៃពៅយើងចេះស្អាតបងប្អូនអរគ្នាបើឮសលេងខាងក្រៅពួកឯងខ្ញុំវាយហ្នឹងវាអត់មានបន្ទប់អីតាមត្រូវទេមានបន្ទប់ឡើងចិត្តផ្លូវទៅពេលអញ្ចឹងវាឮសលេងម៉ូតូឡានអញ្ចឹងឯណាគ្នាចេះស្អាតផងបងប្អូនអរគ្នាហើយខ្ទឹមហ្នឹងយើងបាច់ហាន់ម៉ត់ពេកក៏បានដែរបងប្អូនអរគ្នាមកល្មមមកបានហើយអ្នកគ្នាបើចាំហាន់ម៉ត់ពេកទេបន្ទាប់ពីយើងហាន់ខ្ទឹមសហើយយើងមានខ្ទឹមក្រហមយើងដាក់មកគ្រាប់2គ្រាប់មកអ្នកគ្នាតាមអ្នកគ្នាចង់ដាក់បើអ្នកគ្នាអត់មានមិនដាក់ក៏បានដែរអ្នកគ្នាប៉ុន្តែនេះខ្ញុំចូលចិត្តខ្ទឹមដល់ពេលអញ្ចឹងខ្ញុំដាក់ទាំងខ្ទឹមសទាំងខ្ទឹមក្រហមអ្នកគ្នាហើយបន្ទាប់ហើយយើងហាន់ទូចមកខ្ទឹមក្រហមយើងហ្នឹងបន្ទាប់មកយើងហាន់ម្ទេសចូលបន្តិចបងប្អូនអ្នកគ្នាឲ្យវាមានរសជាតិហឹរអ្នកតាមអ្នកគ្នាចូលចិត្តបើអ្នកគ្នាចូលចិត្តហឹរខ្លាំងអាម្ទេសវាច្រើនមកអ្នកគ្នាបន្ទាប់ពីយើងដាក់ម្ទេសហើយយើងនេះថែមប៊ីចេងស្ករតិចមកតាមអ្នកគ្នាចូលចិត្តអ្នកគ្នាចង់ផ្អែមអ្នកគ្នាដាក់ស្ករច្រើនមកបើខ្ញុំដាក់ស្ករតែមួយស្ពាទេ
ពួកអីវាមានរសជាតិផ្អែមឆៅឲ្យសេពៅយើងបន្ទាប់មកយើងកូរវាឲ្យសព្វមកត្បូងវាត្រូវមានទឹកទេវានៅស្ងួតប៉ុន្តែយើងកូរវាយូរទៅវាមានទឹកតិចមើលទៅទំនងបងប្អូនគ្នាចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកគ្នា voice លេងតែប៉ុណ្្នឹងទេហើយអ្នកគ្នាយើងក៏ទៅកូរវាឲ្យសព្វគ្រឿងមកបន្ទាប់មកយើងកូរវាឲ្យសព្វគ្រឿងហើយយើងយកដាក់ទូទឹកកកទៅអ្នកគ្នាបើសិនជាអ្នកគ្នាចង់ញ៉ាំអ្នកគ្នាចាំអ្នកគ្នាថែមខូចបើសិនជាយើងដាក់ខូចទាំងអស់ហ្មងវាចាប់ខូចអ្នកគ្នាអញ្ចឹងពេលអ្នកគ្នាចង់ញ៉ាំអ្នកគ្នាដួសបន្តិចហើយដាក់ខូចមកហើយយើងញ៉ាំទៅអ្នកគ្នាបើអ្នកគ្នាអត់ញ៉ាំកុំតើដាក់ខូចកុំឲ្យវាឆាប់ខូចឆាប់បើយើងហើយមានតែប៉ុណ្្នឹងទេបងប្អូនគ្នាចាំខ្ញុំធ្វើវីដេអូក្រោយទៀតបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតអ្នកគ្នាបាយបាយ